15នាទីក្នុងមួយថ្ងៃផ្លាស់ប្ដូរជីវិតការចំណាយពេលត្រឹមតែ15នាទីក្នុងមួយថ្ងៃអាចមើលទៅដូចជារឿងតូចតាចប៉ុន្តែវាគឺជាគ្រាប់ពូជនៃការពង្រឹងសមត្ថភាពដ៏អស្ចារ្យដែលអាចផ្លាស់ប្ដូរវាសនារបស់អ្នកបានប្រសិនបើអ្នកធ្វើវាដោយភាពច្បាស់លាស់និងភាពខ្ជាប់ខ្ជួនជាដំបូងចូលចាប់ផ្ដើមដោយការកំណត់គោលដៅឲ្យបានច្បាស់លាស់នៅរៀងរាល់ព្រឹកព្រោះថានៅពេលដែលអ្នកដឹងថាខ្លួនឯងចង់ធ្វើអ្វីនោះផ្លូវដើររបស់អ្នកនឹងលែងមានភាពស្រពិចស្រពិលទៀតហើយអ្នកអាចប្រើប្រាស់ពេលវេលានេះដើម្បីអានសៀវភៅដែលផ្ដល់នូវចំណេះដឹងថ្មីដែលសកម្មភាពទាំងនេះអាចជួយពង្រឹងទស្សនវិស័យនិងចំណេះដឹងរបស់អ្នកឲ្យកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់មកចូលចំណាយពេលខ្លះដើម្បីសញ្ជឹងគិតនិងរៀបចំផែនការការងារប្រចាំថ្ងៃឲ្យបានហ្មត់ចត់ដើម្បីធានាថាអ្នកកំពុងតែដើរលើផ្លូវដែលឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដការផ្លាស់ប្ដូរជីវិតមិនមែនជារឿងដែលកើតឡើងត្រឹមតែមួយយប់នោះទេប៉ុន្តែវាគឺជាលទ្ធផលនៃទម្លាប់តូចៗដែលអ្នកសន្សំជារៀងរាល់ថ្ងៃសូមចងចាំថា15នាទីដែលអ្នកផ្ដល់ឲ្យខ្លួនឯងនៅថ្ងៃនេះគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់អ្នកកុំចាំរហូតដល់ពេលវេលាទំនេរច្រើនទើបចាប់ផ្ដើមព្រោះថាសូម្បីតែជំហានតូចមួយក៏អាចនាំអ្នកទៅគោលដៅដ៏ធំធេងមួយបានដែរប្រសិនបើអ្នកមិនបោះបង់ចូលបង្កើតទម្លាប់នេះឲ្យក្លាយទៅជាផ្នែកមួយនៃជីវិតរបស់អ្នកហើយអ្នកនឹងភ្ញាក់ផ្អើលនៅអ្វីដែលអ្នកបានសម្រេចក្នុងរយៈពេល1ឆ្នាំក្រោយជោគជ័យមិនមែនជារឿងចៃដន្យទេប៉ុន្តែវាគឺជាជម្រើសរបស់អ្នកនៅថ្ងៃនេះចូលចាប់ផ្ដើមផ្លាស់ប្ដូរជីវិតរបស់អ្នកចាប់ពី15នាទីនេះតទៅខាងក្រោមនេះអ្នកនឹងបានដឹងថាតើអ្នកគួរបែងចែករយៈពេល15នាទីនេះឲ្យមានតម្លៃដោយវិធីណាជំហានទី1 5នាទីដំបូងការរៀបចំចិត្តគំនិតនិងការដឹងគុណនៅក្នុង5នាទីដំបូងនៃថ្ងៃថ្មីរបស់អ្នកកុំតន់ចាប់កាន់ទូរស័ព្ទឬពិនិត្យមើលសារដែលអាចធ្វើឲ្យអ្នកស្ត្រេសចុំប្រើពេលវេលានេះដើម្បីរៀបចំផ្លូវចិត្តរបស់អ្នកឲ្យរឹងមាំការសិក្សាបង្ហាញថាការអនុវត្តការដឹងគុណអាចជួយឲ្យខួរក្បាលរបស់អ្នកមានភាពវិជ្ជមាននិងកាត់បន្ថយភាពតានតឹងបានយ៉ាងច្រើនឧទាហរណ៍អ្នកអាចអង្គុយឲ្យស្ងៀមរួចសួរខ្លួនឯងថាតើមានរឿង3យ៉ាងអ្វីខ្លះដែលខ្ញុំមានអំណរអរគុណបំផុតនៅថ្ងៃនេះវាអាចជារឿងតូចតាចបំផុតដូចជាការដែលអ្នកមានសុខភាពល្អអាចដកដង្ហើមបានស្រួលការដែលមានគ្រួសារនៅក្បែរឬគ្រាន់តែមានកាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយកែវសម្រាប់អាហារពេលព្រឹកបន្ទាប់មកចូលប្រើពេល1ឬ2នាទីទៀតដើម្បីសញ្ជឹងគិតពីគោលដៅធំបំផុតរបស់អ្នកការធ្វើបែបនេះនឹងជួយឲ្យខួរក្បាលរបស់អ្នកផ្ដោតទៅលើអ្វីមួយដែលសំខាន់ហើយមិនបណ្ដោយឲ្យរឿងឥតប្រយោជន៍មកបង្ខាំងដំណើររបស់អ្នកឡើយ5នាទីបន្ទាប់ការបញ្ចូលចំណេះដឹងថ្មីបន្ទាប់ពីចិត្តរបស់អ្នកបានស្ងប់ហើយ5នាទីបន្ទាប់គឺសម្រាប់ការអភិវឌ្ឍខួរក្បាលមនុស្សជោគជ័យមិនដែលឈប់រៀននោះទេអ្នកមិនចាំបាច់ចំណាយពេលរាប់ម៉ោងដើម្បីអានសៀវភៅមួយក្បាលឲ្យចប់ក្នុងមួយថ្ងៃនោះទេប៉ុន្តែការធ្វើជារៀងរាល់ថ្ងៃនឹងបង្កើតបានជាចំណេះដឹងដ៏មហាសាលឧទាហរណ៍អ្នកអាចអានសៀវភៅអភិវឌ្ឍខ្លួនត្រឹមតែ2ឬ3ទំព័រឬស្ដាប់ podcast ខ្លីៗដែលនិយាយអំពីជំនាញដែលអ្នកកំពុងចង់ចេះចង់ដឹងប្រសិនបើអ្នកចង់ចេះភាសាអង់គ្លេសចូលរៀនពាក្យថ្មីឲ្យបាន5ពាក្យរួចសាកល្បងបង្កើតប្រយោគជាមួយវាឬបើសិនបើអ្នកចង់ចេះគ្រប់គ្រងហិរញ្ញវត្ថុចូលអានអត្ថបទខ្លីអំពីវិធីសន្សំ5នាទីនេះនឹងជួយឲ្យអ្នកក្លាយទៅជាមនុស្សដែលពូកែជាងខ្លួនឯងកាលពីម្សិលមិញបន្តិចម្ដងដោយមិនដឹងខ្លួន5នាទីចុងក្រោយ5នាទីចុងក្រោយគឺជាពេលវេលាដែលបំលែងគំនិតទៅជាសកម្មភាពពិតប្រាកដបើសិនគ្មានផែនការទេថ្ងៃរបស់អ្នកនឹងត្រូវរញ៉េរញ៉ៃហើយអ្នកនឹងមានអារម្មណ៍ថារវល់ពេញមួយថ្ងៃតែមិនដឹងថាធ្វើអ្វីបានខ្លះ
ការចំណាយពេល5នាទីដើម្បីរៀបចំតារាងការងារនឹងជួយឲ្យចំណេញពេលវេលាបានរាប់ម៉ោងត្រឡប់មកវិញឧទាហរណ៍ចូលសរសេរកិច្ចការសំខាន់បំផុត3ដែលអ្នកត្រូវសម្រេចឲ្យបាននៅថ្ងៃនេះកុំសរសេរច្រើនពេករហូតធ្វើអ្វីមិនអស់តែត្រូវជ្រើសរើសការងារណាដែលផ្ដល់ផលចំណេញច្រើនបំផុតដល់ជីវិតរបស់អ្នកបន្ទាប់មករៀបសម្ភារៈឬបរិយាកាសការងាររបស់អ្នកឲ្យរួចរាល់ដើម្បីឲ្យអ្នកចាប់ផ្ដើមការងារភ្លាមដោយមិនមានការរំខានការធ្វើបែបនេះនឹងជួយឲ្យអ្នកឈប់មានទម្លាប់ពន្យាពេលហើយចាប់ផ្ដើមគ្រប់គ្រងជីវិតរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពសរុបមកវិញការចំណាយពេល15នាទីដែលបែងចែកជា3ផ្នែកខាងលើនេះនឹងផ្លាស់ប្ដូររបៀបដែលអ្នកគិតរបៀបដែលអ្នករៀននិងរបៀបដែលអ្នកធ្វើការជីវិតរបស់អ្នកមិនផ្លាស់ប្ដូរដោយសារសំណាងនោះទេប៉ុន្តែវាអាចផ្លាស់ប្ដូរដោយសារជម្រើសរបស់អ្នកនៅក្នុងរយៈពេល15នាទីនេះកុំចាំរហូតដល់មានពេលល្អឥតខ្ចោះព្រោះពេលវេលាដែលល្អបំផុតគឺឥឡូវនេះចូលចាប់ផ្ដើមអនុវត្តវាពីពេលនេះតទៅហើយចាំលទ្ធផលដ៏អស្ចារ្យដែលនឹងកើតឡើងចំពោះជីវិតរបស់អ្នកសូមអរគុណសម្រាប់ការតាមដានពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយ